ខ្ញុំបានប៉ាងចំណាននាយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាសូមគោរពជំរាបសួរដល់សម្ដេចអាដាមលោកជំទាវលោករុស្រីបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថ្ងៃនេះទូរទស្សន៍ជាតិកម្ពុជាសូមបង្ហាញជូននៅកម្មវិធីកិច្ចពិភាក្សាពិសេសស្ដីពីកិច្ចសន្និសីទការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាមហៅកាត់ថា CLVDTA ដែលប្រធានបទនេះបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនបានយល់ហើយក៏ប៉ុន្តែនៅសល់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនតូចប៉ុណ្ណោះដែលគាត់មានការភ័ន្តច្រឡំថ្ងៃនេះខ្ញុំបានមកដល់ទីស្តីការនៃក្រសួងពាណិជ្ជកម្មដែលក្រសួងពាណិជ្ជកម្មគឺជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តនៅគម្រោងកិច្ចសហប្រតិបត្តិការនេះហើយយើងក៏ទទួលបានការអនុញ្ញាតធ្វើជាវាគ្មិនពិសេសពីសំណាក់លោកជំទាវចំនិមលដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្ញុំបាទសូមគោរពជំរាបសួរលោកជំទាវបាទអរគុណលោកជំទាវដែលបានផ្ដល់ពេលវេលាដល់ទូតកម្ពុជាលោកជំទាវសំណួរជាដំបូងរបស់ខ្ញុំដែលសារតែកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍនេះគឺសម្ដេចតេជោក៏ដូចជាសម្ដេចធិបតីលោកបានបកស្រាយយ៉ាងក្បោះក្បាយហើយប្រជាពលរដ្ឋខ្មែររបស់យើងភាគច្រើនគឺលោកបានយល់ហើយប៉ុន្តែនៅក្នុងពេលនេះខ្ញុំបាទចង់ឲ្យលោកជំទាវធ្វើការបកស្រាយថាតើកិច្ចប្រជុំកំពូលទាំង11លើកក្នុងក្របខ័ណ្ឌ CLV យើងសម្រេចបានលទ្ធផលជារួមអ្វីខ្លះដែរបាទចា៎សូមអរគុណបងអូនចំណានចំពោះសំណួរដែលបានលើកឡើងនេះហើយខ្ញុំនៅក្នុងនាមក្រសួងពាណិជ្ជកម្មក៏សូមធ្វើការថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសឲ្យយើងខ្ញុំធ្វើការរំលែកបន្ថែមទៀតនៅអ្វីដែលជាសមិទ្ធផលចេញអំពីរយៈពេល25ឆ្នាំចាពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាមដែលយើងហៅកាត់ថាជា CLVDTA នេះចាហើយក្នុងរយៈកាលដែលកិច្ចពីការចាប់ផ្ដើមតាំងពី1999រហូតមកដល់ពេលនេះរយៈកាល25ឆ្នាំនេះយើងមានកិច្ចប្រជុំកំពូល11ដងចាហើយនៅក្នុងនោះសមិទ្ធផលជារួមគឺសម្រាប់ត្រីភាគីតែម្ដងគឺជាការតភ្ជាប់សេដ្ឋកិច្ចរបស់យើងការតភ្ជាប់ហើយនឹងបង្កើនឡើងនៅកំណើននៃពាណិជ្ជកម្មនិងកសិពាណិជ្ជកម្មរបស់ត្រីភាគីនេះចាដោយឡែកយើងបានឃើញថាចំពោះកម្ពុជាសមិទ្ធផលជាផ្នែកពាណិជ្ជកម្មដែលយើងទទួលបាននោះយើងឃើញថាផលិតផលសរុបក្នុងស្រុករបស់ខេត្តទាំង4ចាគឺមានការកើនឡើងឲ្យកើតទៅជាមាននៅតុល្យភាពចាដែលកាត់បន្ថយនៅគម្លាតនៃការអភិវឌ្ឍដែលពីមុនមកជាតំបន់ដាច់ស្រយាលចានៅជាប់ព្រំដែនដែលយើងទៅមិនដល់ដូច្នេះហើយការអភិវឌ្ឍមានភាពយឺតនិងតិចតួចចាហើយអញ្ចឹងតិចតួចជាងខេត្តផ្សេងៗដែលនៅជាប់នឹងចិត្តនឹងរាជធានីភ្នំពេញការតភ្ជាប់សេដ្ឋកិច្ចនេះចាអនុញ្ញាតឲ្យកំណើនពាណិជ្ជកម្មកើតមានឡើងចាហើយយើងបានឃើញហើយថាផលិតផលសរុបនៅក្នុងស្រុកចាពិសេសរបស់ GDP សម្រាប់មនុស្សម្នាក់ចានៅក្នុងប្រជាពលរដ្ឋនៅក្នុងខេត្តទាំង4នេះចានៅឆ្នាំ2022ដែលជាតួលេខយើងមានគឺក្នុងចន្លោះ$1630ក្នុងមួយនាក់ចាគឺមានន័យថាវាជាមធ្យមភាពមួយដែលប្រហាក់ប្រហែលគ្នាជាមួយនឹង GDP របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងប្រជាណាចក្រកម្ពុជាពីមុនជាតំបន់ដាច់ស្រយាលมันមានការអភិវឌ្ឍឥឡូវមានការតភ្ជាប់ចាដល់អញ្ចឹងកំណើនទាំងកំណើនរបស់ប្រជាជនក៏មានការកើនឡើងកំណើននៃផលិតផលនៃការប្រកបអាជីវកម្មរបស់គាត់ក៏មានការមានឡើងចានេះជាសមិទ្ធផលធំៗហើយនៅក្នុងនោះយើងបានឃើញថាទំហំពាណិជ្ជកម្មចាជារួមរវាងកម្ពុជានិងឡាវក៏មានការកើនឡើងហើយលេខជាក់ស្ដែងរបស់តែម្ដងនៅក្នុង7ខែដើមឆ្នាំ2024យើងនេះចាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាឡាវមានកំណើន10%ហើយនៅក្នុងនោះការនាំចេញរបស់កម្ពុជាទៅឡាវមានការកើនឡើងរហូតដល់272%ចាបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ2023ហើយចំពោះទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជាវៀតណាមក៏មានការកើនឡើង24%ដែរហើយនៅក្នុងនោះកំណើននៃការនាំចេញពីកម្ពុជាទៅវៀតណាមមានការកើនឡើង38%នៅក្នុង7ខែដើមឆ្នាំដូចគ្នានេះចាហើយយើងឃើញថានៅក្នុងនោះកម្ពុជាក៏បានទទួលនៅការវិនិយោគលើគម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ CLVDTA នេះផ្នែកនៅខាងកម្ពុជានេះមាននៅគម្រោងអត្ថិភាពចំនួន5ដែលជាហិរញ្ញប្បទានក្របខ័ណ្ឌ CLV របស់ជប៉ុនចាហើយដៃគូជប៉ុននេះគឺជាដៃគូសន្តានាមួយដ៏ពិសេសរបស់អាស៊ានផងដែរសមិទ្ធផលទាំងអស់នេះក៏យើងឃើញថាមានការចូលរួមចាមិនថាតែការវិនិយោគសាធារណៈរបស់ប្រទេសរៀងៗខ្លួននោះទេទាំងការវិនិយោគរបស់ឯកជនក៏ដូចគ្នានឹងការវិនិយោគរបស់ដៃគូអភិវឌ្ឍដែលនៅក្នុងនោះយើងឃើញថាតាំងពី2012មកយើងមាននៅតួលេខចំនួន302
យ៉ាងគេហៅថា302 ODA ដែលជា Overseas Development Assistant គឺនិយាយតែផ្នែកកម្ពុជាតែម្ដងហើយនៅក្នុងនោះគឺមានដៃគូអភិវឌ្ឍន៍ដូចជា World Bank ដូចជា ADB ចាមាន USAID មាន ILO ចាហើយនៅក្នុងនោះទៀតមានដូចជាផ្នែកនៅខាងអឺរ៉ុបចាដែលមានប្រទេសទាំងប្រមាណដែលយើងបានដឹងគឺមានបារាំងមាន Belgium មានប្រទេសអេស្ប៉ាញហ្នឹងមាន Switzerland ចាដូច្នេះយើងមានជាច្រើនដែលកើតចេញហើយក៏ UK ដូចគ្នាដែរនៅពេលនោះចាយើងឃើញថាការអភិវឌ្ឍការតភ្ជាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណនេះអនុញ្ញាតឲ្យមានការចូលរួមវិនិយោគចាទាំងដៃគូអភិវឌ្ឍផងទាំងដៃគូវិនិយោគក្នុងស្រុកផងចាទាំងនៅក្នុងតំបន់ផងដែរចានេះជាសមិទ្ធផលរួមចាបាទឃើញថាមានសមិទ្ធផលច្រើនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះបាទខ្ញុំបាទចង់ឲ្យលោកជំទាវមានការបញ្ជាក់បន្តិចសម្រាប់សំណួរទី2របស់ខ្ញុំកន្លងមកឃើញថាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោកបានចេញនៅសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថានៅក្នុងកិច្ចសហប្រតិបត្តិការ CLV នេះគឺកម្ពុជាមិនមានការយកទឹកដីទៅដាក់ហ៊ុនជាមួយប្រទេសជិតខាងទេក៏ប៉ុន្តែមានមតិអះអាងបញ្ជាក់ថាចង់ឲ្យកម្ពុជាគួរតែដកខ្លួនចេញពី CLV ទៅវិញតើលោកជំទាវមានអ្វីទៅបញ្ជាក់ក្នុងបញ្ហានេះបាទចាសូមអរគុណចំពោះសំណួរនេះជាសំណួរសំខាន់ណាស់ដែលខ្ញុំគិតថាពិតជាសំណួរមួយដែលប្រជាពលរដ្ឋរបស់យើងលោកមានចំណាប់អារម្មណ៍ខ្ពស់ចាចំពោះចំណុចដែលបានលើកឡើងនេះខ្ញុំក៏សូមអនុញ្ញាតជម្រាបជូនសារជាថ្មីនៅប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលលោកបានថ្លែងក្នុងសារពិសេសកាលពីថ្ងៃទី23កក្កដាឆ្នាំ2024កន្លងទៅនេះដែលនៅក្នុងនោះលោកបានមានប្រសាសន៍លើកឡើងថាគ្មានកិច្ចព្រមព្រៀងបញ្ចូលដែនដីនៃប្រទេសទាំង3ជាមួយគ្នាក្រៅអំពីសេដ្ឋកិច្ចសង្គមសន្តិសុខការពារជាតិការដាក់ខេត្តទាំងនេះដែលដាក់ថាយើងនិយាយថាទាំងខាងវៀតណាមខាងឡាវនិងកម្ពុជានេះគឺមិនមែនជាការដាក់សម្រាប់បង្កើតប្រទេសមួយដោយឡែកឬក៏យកខេត្តទាំងនោះឲ្យទៅជាខេត្តសហព័ន្ធដែលដូចដែលគេចោទថានោះទេចានេះជាប្រសាសន៍ដែលសម្ដេចលោកបានលើកឡើងហើយនៅក្នុងនោះផងដែរសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលក៏លោកបានធ្វើការបញ្ជាក់យ៉ាងច្បាស់ជាច្រើនដងច្រើនសាររួចមកហើយដែរចាការឲ្យសារដែលសំខាន់តែម្ដងគឺនៅថ្ងៃទី2សីហាកន្លងមកនេះចាហើយក៏មានសារបន្តបន្ទាប់នៅក្នុងឱកាសនៃការបើកនៅព្រែកជីកហ្វូណនតេជោចាក៏មានហើយនឹងឱកាសនៃកម្មវិធីផ្សេងៗទៀតដែលលោកបន្តនៅការបន្ថែមនៅខ្លឹមសារនិងព័ត៌មានផ្សេងៗហើយក្នុងនោះគឺបញ្ជាក់ច្បាស់ថាគឺគ្មានការយកទឹកដីទៅដាក់ហ៊ុនចាគ្មានការដោះដូរជាមួយប្រទេសជិតខាងណាទេហើយសម្ដេចថែមទាំងបានរំលេចនៅកិច្ចការងារព្រំដែនរបស់យើងចាដែលក្នុងនោះដែលមានការបោះបង្គោលព្រំសីមាមានបង្គោលព្រំដែនធំនៅកន្លែងណាច្រកទ្វារចេញចូលច្រកទ្វារអន្តរជាតិនិងទ្វេភាគីដែលយើងមាននៅក្នុងតំបន់របស់យើងនេះចាហើយទាំងអស់នេះយើងក៏បានឃើញដែរថាការសម្រេចបាននៅការបោះបង្គោលចាដែលយើងឃើញថាវាជាមោទនភាពមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើងនៅក្នុងដំណាក់កាលនៃបច្ចុប្បន្នភាពរបស់យើងនេះយើងអនុវត្តចិត្តបានសម្រេចអស់ជោគជ័យអស់ចិត្តអស់ហើយចាអញ្ចឹងវាមិនមែនជារឿងសាមញ្ញទេរឿងនៃការធ្វើបង្គោលចាដូច្នេះហើយអ្វីដែលយើងគួរតែចោទសួរវិញថាចុះបើយើងដកខ្លួនមិនអភិវឌ្ឍទុកឲ្យអ្នកណាអភិវឌ្ឍជំនួសយើងវិញនោះចាយើងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាននៅឯករាជ្យភាពរបស់ខ្លួនមានបូរណភាពទឹកដីរបស់ខ្លួនម្ចាស់ការក្នុងការអភិវឌ្ឍដែនដីរបស់ខ្លួនចានៅក្នុងនោះយើងអភិវឌ្ឍដែលមាននៅភូមិឃុំចាយើងមានចាយនៅកញ្ចប់ថវិការបស់យើងក្នុងការអភិវឌ្ឍភូមិឃុំរបស់យើងហើយសួរថាចុះបើសិនជាអភិវឌ្ឍភូមិឃុំរបស់ខ្លួនឯងដដែលចាយលុយរបស់ខ្លួនឯងដដែលហើយអញ្ចឹងទៅចូលនៅ CLVDTA នេះធ្វើអីតាវាបានប្រយោជន៍អីចាចម្លើយគឺងាយស្រួលទេនេះជាការបន្ថែមចាបន្ថែមនៅអត្ថប្រយោជន៍ហើយការទាញនៅប្រសិទ្ធភាពនៃការតភ្ជាប់គ្នាខ្ញុំសូមលើកយកឧទាហរណ៍ថាតើការតភ្ជាប់គ្នានេះវាមានយ៉ាងម៉េចចាការដែលយើងចូលក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណនេះទិសដៅគឺមានន័យថាជាគ្រាន់តែជាការភាពបច្ចៈកលានៃការកសាងនៅគម្រោងឥឡូវបើយើងសម័យយើងអស់គ្នាថាប្រជាពលរដ្ឋចាលោកមានតាំងលំនៅឋាននៅកន្លែងមួយហើយឥឡូវនៅផ្នែកខាងយើងចាហើយនៅផ្នែកប្រទេសភាគីទាំងសងខាងហើយបើយើងមានបំណងនៅក្នុងការធ្វើផ្លូវដើម្បីតភ្ជាប់ឲ្យប្រជាពលរដ្ឋយើងអាចទៅដោះដូរទំនិញឬក៏ទៅទិញទំនិញឬក៏ឆ្លងកាត់ទៅព្យាបាលឬក៏អ្វីផ្សេងៗយើងធ្វើផ្លូវទៅខាងយើងចាព្រោះយើងបានទៅចែកជាមួយអ្នកជិតខាងទេចាហើយអ្នកជិតខាងក៏គេធ្វើផ្លូវតែគេចាហើយសួរថាបើពីរនេះមិនបានទៅចែកគ្នាទេថាអូអញ្ចឹងចុះបើយើងទៅកំណត់នៅចំណុចមួយដែលជាចំណុចប្រសពចាអនុញ្ញាតឲ្យប្រជាពលរដ្ឋលោកដោះដូរទំនិញក៏បានងាយស្រួលឆ្លងកាត់ទៅវិញទៅមកមិនល្អទេឬយ៉ាងម៉េចចាអ្នកនៅតែអភិវឌ្ឍរបស់អ្នកខ្ញុំនៅតែអភិវឌ្ឍរបស់ខ្ញុំគ្រាន់តែថាឥឡូវយើងសម្រេចគ្នាមកថាម្ដុំណាល្អដែលជាផលចំណេញរួមរបស់យើងទាំងអស់គ្នាចាដូច្នេះហើយសួរថាវាច្បាស់ហើយមានការចរចាចាព្រោះមិនមែននិយាយថាអូ
គេចង់ដាក់ខាងនេះយើងចង់ដាក់ខាងនោះវាមានភាពខុសគ្នាខ្លះហើយមិនមែនចេះទៅដល់ឯកភាពគ្នាគ្រប់កន្លែងទេចាអញ្ចឹងវាទាមទារមានការចរចាមានការគោរពប៉ុន្តែវាសំខាន់គឺឈលនៅលើគោលការណ៍គោរពនៅអធិបតេយ្យភាពរបស់រៀងខ្លួនមានច្បាប់នៅក្នុងប្រទេសរបស់ខ្លួនរៀងខ្លួនដូច្នេះហើយគឺអនុថាជាការថាឥឡូវយើងបដិកន្លះគ្នាទៅចាបើយើងខាងកម្ពុជាសង់ផ្លូវនេះសង់ផ្លូវនេះមកខាងនោះគេសង់ផ្លូវគេមកអញ្ចឹងទៅដល់ប្រសពកន្លែងណាប្រជាពលរដ្ឋលោកធ្វើដំណើរបានប៉ុណ្ណាអញ្ចឹងបានសួរថាតើនៅពេលដែលប្រទេសកម្ពុជាយើងមានទាំងបកគោលព្រំដែនហើយថ្មីនេះសម្ដេចក៏លោកបានបញ្ជាក់ទៀតថាយើងមានប្រភេទផ្លូវដល់ទៅ2ប្រភេទទៅទៀតចាផ្លូវដែលស្របតាមបដោយព្រំដែនយើងមានផ្លូវសេដ្ឋកិច្ចចាដែលបន្តភ្ជាប់ទីប្រជុំជនរបស់ប្រជាពលរដ្ឋកន្លែងដែលលោកបណ្ដុំរស់នៅចាទៅតែជាកន្លែងសេដ្ឋកិច្ចរបស់លោកក្នុងមូលដ្ឋានហ្នឹងទៅចាមិនក្នុងឆ្លងទៅក្នុងការដោះដូរទំនិញរបស់ខ្លួនហើយសួរថានៅក្នុងឱកាសបែបនេះតើការតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនេះចាបានន័យថាការដែលយើងខិតខំប្រឹងប្រែងផ្សារភ្ជាប់ចរចាទីផ្សារទំនិញនេះចាហើយក៏បង្កើតឲ្យមាននៅសកម្មភាពពាណិជ្ជកម្មឲ្យកើតតែហើយនឹងសង្គមដែលរស់រវើកមួយចាទិសដៅរបស់យើងគឺមានខ្ញុំសំលើកក្នុងន័យសាមញ្ញថាទាំងយើងទាំងគេទេជាប្រជាពលរដ្ឋបើសិនជាកន្លែងមួយមានឱកាសនៃការងារចាដែលអាចយើងប្រកបរបរទទួលទានបានទៅទីនោះមានផ្លូវមានទឹកមានភ្លើងមានសាលារៀនមានមន្ទីរពេទ្យមានផ្សារសួរថាទាំងយើងទាំងគេអាចទៅរស់នៅបានទេប៉ុន្តែចាយើងអាចទៅរស់នៅបានអញ្ចឹងហើយវាទាមទារឲ្យរដ្ឋធ្វើការវិនិយោគសាធារណៈចូលទៅក្នុងនោះហើយដែលមានការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគចូលទៅក្នុងដូចគ្នាហើយយើងក៏មានដៃគូអភិវឌ្ឍផ្សេងទៀតដែលក្នុងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ DTA របស់យើងនេះគឺមានចារហូតដល់វាជាបើខ្ញុំមិនខុសទេដល់12នោះចាមានទាំង World Bank មានទាំង ADB មានទាំង USAID មានជាច្រើនទៀតសិតតែជាដៃគូសន្តានាផងជាដៃគូអភិវឌ្ឍផ្សេងផងអន្តរជាតិដែលលោកចូលរួមជួយចាក្នុងការសិក្សាជំរុញអនុវត្តក្នុងគម្រោងហើយត្រឡប់មកអ្វីដែលខ្ញុំបានលើកឡើងមុននេះថាសួរថាបើយើងមិនអភិវឌ្ឍទេនៅកន្លែងមួយដែលដាច់ស្រយាលតើយើងទុកឲ្យវានៅដាច់ស្រយាលឬយ៉ាងម៉េចហើយបើសិនជាយើងទុកឲ្យវានៅដាច់ស្រយាលចាហើយយើងមិនបង្កនៅការវិនិយោគឲ្យមានភាពរស់រវើកនៅកន្លែងនឹងឡើងមកទេគ្មានប្រជាពលរដ្ឋណាលោកចង់ទៅរស់នៅទេចាពីព្រោះបើសិនជាយើងទៅនៅដាច់ស្រយាលទៅយើងចុះបើយើងឈឺស្កាត់ចាទៅរកអ្នកណាជួយចាទៅកន្លែងដែលអត់មានទឹកមានភ្លើងទៅដល់ផងតើទៅរស់នៅមិនងាយស្រួលទេចាមិនងាយស្រួលទេចាដូច្នេះហើយសួរថាបើយើងមិនអភិវឌ្ឍប្រជាពលរដ្ឋលោកពិបាកក្នុងការទៅរស់នៅដូច្នេះហើយវាទាមទារឲ្យយើងត្រូវតែអភិវឌ្ឍចាយើងអភិវឌ្ឍដល់ពេលដែលយើងអភិវឌ្ឍទៅចាប្រជាពលរដ្ឋលោកទៅរស់នៅហើយការកកើនឡើងនៅប្រជាពលរដ្ឋក៏ដូចគ្នានឹងសកម្មភាពពាណិជ្ជកម្មដែលហើយនឹងការប្រកបអាជីវកម្មរបស់លោកកាន់តែរីកចម្រើនល្អប្រជាពលរដ្ឋកាន់តែច្រើននោះហើយគឺជារបងដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើងក្នុងការការពារព្រំដែនរបស់យើងនេះឯងចាអញ្ចឹងត្រឡប់មកវិញសាមញ្ញតែប៉ុណ្ណេះទេថាបើយើងមិនដាក់ទុនក្នុងការវិនិយោគចាកម្ពុជាវិនិយោគនៅក្នុងខេត្តទាំង4របស់ខ្លួនទោះជាយ៉ាងណាក៏គុំត្រូវតែវិនិយោគក្នុងខេត្តទាំង4របស់ខ្លួនដែរព្រោះវាជាខេត្តរបស់យើងចាគ្រាន់តែគម្រោង CLBDTA នេះកិច្ចសហប្រតិបត្តិការនេះគឺជាការបន្ថែមចានៅប្រសិទ្ធភាពនៃការតភ្ជាប់នៃគម្រោងជាមួយគ្នាចាតែប៉ុណ្្នឹងឯងដូច្នេះហើយវាធម្មតាក្នុងការតភ្ជាប់នៃគម្រោងជាមួយគ្នានេះវាមាននៅកិច្ចសម្រួលពាណិជ្ជកម្មចាហើយកន្លែងនេះខ្ញុំក៏សូមទាញជាចំណាប់អារម្មណ៍ផងដែរថានៅពេលដែលសម្ដេចតេជោលោកបានធ្វើការផ្ដួចផ្ដើមក្នុងការឲ្យកម្ពុជាចូលរួមនៅក្នុងតំបន់ត្រីកោណនេះចានៅពេលនោះគឺនៅឆ្នាំ1999នេះកម្ពុជាទើបតែចូលជាសមាជិកអាស៊ានចាហើយនិយាយរួមទៅយើងគឺជាបើគេហើយចានៅក្នុងចំណោមប្រទេសទាំង10ហើយនៅពេលនោះផងដែរអ្វីដែលយើងធ្វើការកត់សម្គាល់ខ្ពស់គឺថាគម្លាតនៃការអភិវឌ្ឍចារវាងប្រទេសកម្ពុជាវៀតណាមឡាវនិងមីយ៉ាន់ម៉ានៅពេលនោះបើធៀបគ្នាទៅនឹងប្រទេសស្ថាបនិកទាំង5ដើមទីដែលមានសិង្ហបុរីមានឥណ្ឌូនេស៊ីមានម៉ាឡេស៊ីមានហ្វីលីពីនមានថៃនេះគឺគម្លាតនៃការអភិវឌ្ឍនោះខុសគ្នាឆ្ងាយខ្លាំងណាស់ដូច្នេះហើយវាទាមទារឲ្យមានការឆ្នៃថាធ្វើម៉េចដើម្បីតាក់ទាញឲ្យមានអ្នកទី4ទី5អ្នកទី4ទី5ដូចតួយ៉ាងដូចជាជប៉ុនដែលយើងបានលើកមិញអញ្ចឹងចាតួយ៉ាងដូចជាដៃគូអភិវឌ្ឍផ្សេងអញ្ចឹងដើម្បីឲ្យគេឃើញថានេះកន្លែងនេះដាច់ស្រយាលប៉ុន្តែមានសក្តានុពលបើតភ្ជាប់គ្នាទៅចាជួយគម្រោងអ្នកទាំងអស់គ្នានេះទៅគាត់រីកចម្រើនឡើងមកចាអញ្ចឹងការប្រជាពលរដ្ឋក៏បានល្អសង្គមក៏បានល្អសេដ្ឋកិច្ចក៏បានល្អតភ្ជាប់គ្នាដំណើរដឹកជញ្ជូនទំនិញហើយទិសដៅធំរបស់យើងទៅទៀតគឺការធ្វើម៉េចដើម្បីឲ្យទំនិញកម្ពុជាចេញរហូតដល់ប្រទេសទី3ចាឆ្លងកាត់ទៅនឹងផែពីព្រោះពេលដែលយើងនិយាយនៅ99នៅឆ្នាំដើម2000យើងមិនទាន់មាននៅកំណើនសេដ្ឋកិច្ចមួយដែលថាខ្ពស់ខ្លាំងពេកដល់ឡើយទេចាដល់អញ្ចឹងហើយវាទាមទារឲ្យមានការគិតគូរហើយការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនោះគឺលោកបានគិតគូរច្បាស់ណាស់ថាធ្វើយ៉ាងម៉េចដើម្បីជួយឲ្យការតភ្ជាប់នេះកើតមានឡើងហើយជួយឲ្យសង្គមសេដ្ឋកិច្ចនឹងកើតមានឡើងចាការភាពរីកចម្រើននឹងកើតមានឡើងហ
ហើយអញ្ចឹងសំណួរតទៅទៀតសួរថាបើយើងមិនចូលរួមអភិវឌ្ឍយើងមិនដាក់ទុននៅក្នុងការវិនិយោគសាធារណៈរបស់យើងនេះទេយើងមិនទុកលំហឲ្យគេទេឬយ៉ាងម៉េចចាបើទុកឲ្យដាច់ស្រយាលនៅតែដាច់ស្រយាលខ្ញុំនៅតែនិយាយដដែលចាបើទុកដាច់ស្រយាលឲ្យតែដាច់ស្រយាលអញ្ចឹងតើចាទុកឲ្យអ្នកណាគេតែអភិវឌ្ឍឲ្យយើងវិញទឹកដីយើងត្រូវតែអភិវឌ្ឍចាហើយការបំពេញទៅវិញទៅមកនេះជាការងាយស្រួលហើយនៅក្នុងកិច្ចព្រមព្រៀងដែលបានលើកឡើងកន្លងមកដូចខ្ញុំនិយាយមិញថាកិច្ចសម្រួលពាណិជ្ជកម្មនេះចាក៏មានចំណុចមួយចំនួនដែលពាក់ព័ន្ធទៅនឹងថាមាននៅគោលនយោបាយអនុគ្រោះពិសេសចាដែលខ្លឹមសារទាំងអស់នេះបានធ្វើការចម្រាញ់ចូលទៅនៅក្នុងផែនការសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនិងសង្គមនៅក្នុងតំបន់ត្រីកោណពិសេសតែនៅក្នុងនេះជារបាយការណ៍ដែលយើងមានធ្វើការបកប្រែចាឯកសារទាំងអស់នេះហើយដូចតែកិច្ចព្រមព្រៀងទាំងប្រមាណដែលខ្ញុំបានជម្រាបជូននេះគឺមាននៅក្នុង website របស់ក្រសួងពាណិជ្ជកម្មអស់រួចទៅហើយចាដែលអាចអញ្ជើញរកបានហើយនៅក្នុងនោះផងដែរក៏ខ្ញុំក៏បានភ្ជាប់នៅ QR code ផងដែរដើម្បីថាបងអូនអ្នកសារព័ត៌មានបងអូនចំណានលោកជួយធ្វើការផ្សព្វផ្សាយបន្តទៀតដែលនៅក្នុងនោះខ្ញុំដាក់ជាសាមញ្ញនៅក្នុង QR code បែបនេះចាដើម្បីជាការងាយស្រួលក្នុងការ scan យកបន្តបើមិនចឹងទេក៏អញ្ជើញរកឃើញនៅតាម website របស់ក្រសួងពាណិជ្ជកម្មផ្ទាល់ឬក៏ប្រព័ន្ធសង្គមរបស់យើងផ្សេងៗផងដែរអញ្ចឹងត្រឡប់មកអ្វីដែលខ្ញុំចង់លើកជាការសំខាន់ថាកិច្ចព្រមព្រៀងដែលបានលើកមិញនេះចាសួរថាតើមានអីប្លែកពីគេចាអញ្ចឹងមានការចេញចូលដោយសេរីចាកិច្ចព្រមព្រៀងអនុគ្រោះពិសេសមិញហ្នឹងមានន័យថាចេញចូលដោយសេរីមែនទេចាមានន័យថាទៅមកហ្នឹងមិនមានអីនឹងខ្លួនទេចាដើរឆ្លងកាត់មានប្រៃទៅចាអញ្ចឹងឬយ៉ាងម៉េចមិនមែនទេចាគឺយើងមានច្បាប់នៅក្នុងប្រទេសរបស់យើងរៀងខ្លួនដែលយើងទទួលហើយនឹងអនុវត្តហើយនៅក្នុងនោះផងដែរខ្ញុំក៏សូមបង្ហាញដែរថានៅក្នុងច្បាប់ស្អីពីកិច្ចព្រមព្រៀងក្នុងការជំរុញនិងសម្រួលពាណិជ្ជកម្មនៅក្នុងតំបន់ CLVDTA នេះចានៅក្នុងនោះគឺមានមាត្រា9ដែលនិយាយអំពីការសម្រួលដល់ចរាចរណ៍ចេញចូលទាំងយានយន្តទំនិញនិងប្រជាជននៅប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនក្នុងតំបន់ CLVDTA នេះដែលនៅក្នុងនោះគឺបាននិយាយច្បាស់ណាស់ថាអ្វីក៏ដោយក៏ត្រូវតែអនុលោមតាមច្បាប់និងបទបញ្ញត្តិរបស់ភាគីនីមួយៗសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីនិងភូភាគីដែលបណ្ដាភាគីជាប្រទេសជាពិសេសនឹងត្រូវតែអនុលោមឲ្យមានតាមបទបញ្ញត្តិចានៃការអនុសាសនៈនេះហើយចំណុចទាំងអស់នេះក៏មាននៅក្នុង website របស់យើងដែរអ្វីដែលខ្ញុំចង់ធ្វើការបញ្ជាក់បន្ថែមផងដែរថានៅតាមបណ្ដោយព្រំដែនចាកិច្ចសម្រួលនៃការដោះដូរទំនិញក៏ដូចគ្នាទៅនឹងថាវិនិយោគឬក៏ទេសចរឬក៏អីផ្សេងៗនេះគេមានរបៀបរបបនីតិវិធីរបស់គេច្បាស់លាស់ចាហើយនៅក្នុងនោះយើងដឹងហើយថាសប្តាហ៍ថ្ងៃនេះចានៅក្នុងឥឡូវនេះគឺប្រទេសទាំង10នៃអាស៊ានយើងចេញចូលដោយមិនចាំបាច់ប្រើយើងមានតែ passport របស់យើងចាយើងឆ្លងកាត់ទាំង9ប្រទេសទៀតនោះចាដោយមិនមានការសុំនៅវីសាទុកជាមុនទេចាអញ្ចឹងយើងទៅថាយើងទៅសិង្ហបុរីទៅថៃទៅឡាវឬក៏ហ្វីលីពីនចាគឺយើងទិញស្បកបោះចេញចូលទៅបានដោយមិនចាំបាច់ត្រូវការសុំវីសាមុនទេហើយយើងអាចធ្វើការស្នាក់នៅបានរយៈដល់រហូតដល់14ថ្ងៃចាអញ្ចឹងក៏ដូចគ្នាដែរថាអ្វីដែលខ្ញុំចង់លើកនេះគឺថាកិច្ចព្រមព្រៀងរបស់អាស៊ាននេះកើតមានឡើងចាប់ដើមចរចាតាំងពីឆ្នាំ2006ចាប៉ុន្តែតម្រាំតែអនុម័តបានគឺនៅឆ្នាំ2012អញ្ចឹងតម្រាំតែ2012បានចាប់ផ្ដើមដំណើរការហើយ CLVDTA នេះគឺតាំងពី1999ចាដូច្នេះហើយនៅពេលនោះមិនទាន់មានកិច្ចព្រមព្រៀងនឹងអនុញ្ញាតឲ្យធ្វើដំណើរដោយមិនចាំបាច់សុំវីសាតែអ្នកឯងមានការកំណត់រយៈពេល14ថ្ងៃតែអ្នកត្រូវតែមានប័ណ្ណឆ្លងដែនរបស់ខ្លួនផ្លូវការចាដែលមានការទទួលស្គាល់អញ្ចឹងហើយនៅពេលដែលយើងនៅឆ្នាំនោះនៅពេលដែលយើងចាប់ផ្ដើមនៃការសម្រួលនៅពាណិជ្ជកម្មមុនពេលដែល visa exemption របស់អាស៊ាននេះចូលជាធរមាននេះគឺវាមានការជជែកគ្នាថាតើយើងសម្រួលយ៉ាងម៉េចអញ្ចឹងបើមានការឆ្លងមកចាតើភូមិឃុំរបងដែលនៅជាប់គ្នានៅតាមបណ្ដោយព្រំដែនលោកធ្វើយ៉ាងម៉េចក្នុងនោះគេមាននៅបានព្រំដែនអានេះជាក់ស្ដែងតែម្ដងគឺប្រើប្រាស់នៅរវាងព្រំដែនកម្ពុជាឡាវចានេះមើលទៅពណ៌ដូច passport យើងអញ្ចឹងចាគឺនៅក្នុងនោះគឺជាបានព្រំដែនកម្ពុជាឡាវនៅខាងស្ទឹងត្រែងចាយើងអាចមើលឃើញនៅបែបនេះចាតែក្នុងនោះមានការអនុញ្ញាតហើយដើម្បីឲ្យបាននៅខាងនេះគឺយើងត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីរដ្ឋបាលរបស់ខេត្តដែលជាដៃគូចាហើយទម្រង់នេះក៏ដូចគ្នាការទទួលស្គាល់ឯកសារនេះក៏ដូចគ្នាទាល់តែខេត្តជាដៃគូជាមួយគ្នានេះលោកបានមានការព្រមព្រៀងគ្នាមិនមែនទម្រង់កម្ពុជាចេះតែឃើញចេញទៅវៀតណាមចេះតែចង់ចេញទៅឡាវចង់ចេញទៅចេញតែឯកតោភាគីនោះទេគឺមានការឯកភាពទទួលស្គាល់ទៅវិញទៅមកខាងនេះទម្រង់នេះបីកម្ពុជាមកខ្ញុំទទួលស្គាល់ក្រៅពីហ្នឹងទៅខ្ញុំអត់ទទួលស្គាល់ទេចានេះគឺប៉ុណ្ណេះអញ្ចឹងនេះផ្នែកនៅខាងឡាវហើយយើងក៏ឃើញថានៅក្នុងនោះផងដែរក៏មាននៅអ្វីដែលគេហៅថាជាលិខិតបើកផ្លូវចាលិខិតបើកផ្លូវនេះគឺអនុញ្ញាតឲ្យចេញចូលតែវាមានសុពលភាពរបស់គេនេះជាឧទាហរណ៍ជាក់ស្ដែងរបស់ខេត្តក្រចេះចា
ហើយនេះជាលិខិតបើកផ្លូវផងដែរតែជាទម្រង់ចាហាក់ប្រហែលនេះប៉ុន្តែខាងក្នុង design ខុសគ្នាបន្តិចដោយសារខេត្តនីមួយៗលោកមាននៅការឯកភាពកិច្ចព្រមព្រៀងរបស់លោករៀងៗខ្លួនចានៅតាមព្រំដែនរបស់ខ្លួននេះរបស់រតនគិរីចាតែនៅក្នុងនេះលិខិតបើកផ្លូវគឺជាការឆ្លងដែនដែលជាការដែលចេញដោយមន្ត្រីអន្តរប្រវេសន៍ចានគរបាលនៅច្រកអន្តរប្រវេសន៍នៅច្រកព្រំដែនចាហើយមានសុពលភាពតែ12ម៉ោងទេចាដូច្នេះហើយគឺបានន័យថាអ្នកដែលនៅមានភូមិមានរស់នៅក្នុងភូមិនៅក្នុងឃុំតែជាប់ព្រំដែននេះទៅវិញទៅមកនេះលោកតែការឆ្លងចេញទៅមកឲ្យតែមានបាននេះដែលបានមានការទទួលស្គាល់ត្រឹមត្រូវលោកមានកាន់តែប៉ុណ្ណេះចេញចូលទៅតែមានសុពលភាពតែ12ម៉ោងទេចាមិនមែនមានន័យថាទៅចេញចូលឯណានៅរាប់ខែរាប់ឆ្នាំឯណានោះអត់ទៅតាំងទីលំនៅនៅផ្ទៃខាងគេទេអត់មានទៅប្រកបរបរអីណាដោយអត់មានច្បាប់នៃការងារច្បាប់នៃវិនិយោគអីនៅក្នុងប្រទេសទៅវិញទៅមកនោះទេចាអញ្ចឹងដែលអ្វីដែលចង់ជម្រាបជូននោះគឺអញ្ចឹងថាប្រទេសទាំង3ភាគីនេះគឺច្បាស់ការគ្នាណាចាអនុវត្តនៅអ្វីដែលជាដែនដីបូរណភាពទឹកដីរបស់ខ្លួនច្បាប់នៅក្នុងប្រទេសរបស់ខ្លួនចាទាំងច្បាប់ការងារទាំងច្បាប់អន្តរប្រវេសន៍ទាំងច្បាប់វិនិយោគចាហើយសួរថាតើមានការវិនិយោគអីលើកទឹកចិត្តពិសេសអីដាច់ដល់ឡែកអីជាងគេមិនឲ្យជាចំតួនោះទេហើយសួរថាហេតុអីបានជាមិនចំតួគឺមានន័យថាអញ្ចេះទេដោយសារតែខេត្តទាំង4ក៏ការអភិវឌ្ឍនៅតំបន់ទិសឦសានរបស់យើងក៏ជាទិសសេដ្ឋកិច្ចរបស់យើងដែលមានការតបភ្ជាប់ដូច្នេះហើយគម្រោងគឺរត់ទៅហើយចាហើយអញ្ចឹងវាដូចតែខ្ញុំបាននិយាយដូចពីដើមទីមិញដូចជាមន់ហើយពងមន់អញ្ចឹងណាកើតមុនចានៅតែដដែលសួរថាបើយើងមិនជំរុញនៅការវិនិយោគសាធារណៈឲ្យមានទឹកមានភ្លើងមានផ្លូវមានមន្ទីរពេទ្យមានអីទេធ្វើឲ្យប្រជាជនទៅរស់នៅហើយបើប្រជាជនមិនរស់នៅទេតើទាំងវគ្គវិនិយោគមិនថាដៃគូពីក្រៅក្នុងប្រទេសឬក៏តំបន់ឬក៏អ្នកវិនិយោគក្នុងស្រុកខ្លួនយើងនេះប្រទេសកម្ពុជាយើងនេះដែលមានបងប្អូនជាអាជីវករលោកមានបំណងចង់ទៅវិនិយោគហ្នឹងសួរថាទៅបើមិនដឹងទៅរកផ្ទះសំណាក់ដំបងទីរមឃើញផងទៅដល់ខ្ញុំមិនដឹងទឹកភ្លើងស្នាក់នៅហូបអាហារអីយ៉ាងម៉េចផងហើយចុះបើខ្ញុំឈឺតាមផ្លូវទៅអាម៉េចទៅចាអញ្ចឹងមិនចង់ទៅចាអញ្ចឹងវាទាមទារយើងវិនិយោគទៅមុនចាហើយអញ្ចឹងនៅពេលដែលវិនិយោគទៅមុនហើយរដ្ឋលោកវិនិយោគទៅមុនហើយប្រជាពលរដ្ឋលោកទៅរស់នៅតាំងលំនៅប្រកបអាជីវករហើយអញ្ចឹងរត់តែតាក់ទាញឲ្យអាជីវករផ្សេងទៀតវិនិយោគិនផ្សេងទៀតក្នុងស្រុកក៏ដោយពីក្រៅស្រុកក៏ដោយរត់តែមានចំណាប់អារម្មណ៍ហើយឃើញនៅសក្តានុពលនោះហើយអញ្ចឹងរត់តែធ្វើចូលរួមជាមួយគ្នាការវិវត្តបន្ថែមទៀតអញ្ចឹងទិសដៅនៃការកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណរបស់យើងនោះគឺនៅក្នុងន័យហ្នឹងចាគឺជាការធ្វើឲ្យមានប្រសិទ្ធភាពបន្ថែមទៀតនៅអ្វីដែលជាគម្រោងរៀងខ្លួនមានហើយចាអញ្ចឹងវាជាការតភ្ជាប់គ្នាចាកុំឲ្យធ្វើឲ្យដាច់ដライម្នាក់ឯងតែប៉ុណ្្នឹងឯងទេចានេះគឺក្នុងអត្ថន័យដែលខ្ញុំសូមធ្វើការបកស្រាយបន្ថែមអរគុណបាទលោកជំទាវសំណួរទី3របស់ខ្ញុំចង់ឲ្យលោកជំទាវលើកឧទាហរណ៍បញ្ជាក់ថាតើមានទេកិច្ចសហប្រតិបត្តិការដូចគ្នាជាមួយនឹង CLV នេះហើយថាតើកិច្ចសហប្រតិបត្តិការនេះគឺទទួលបានលទ្ធផលល្អទេសម្រាប់ប្រទេសដែលគាត់មានភូមិផងរបងជាមួយគ្នាបាទចាសូមអរគុណចំពោះសំណួរនេះបើយើងពិនិត្យមើលនៅក្នុងតំបន់របស់យើងផ្ទាល់នៅក្នុងអាស៊ីរបស់យើងនេះចាមានមិនតិចជាង8ទេនៅក្នុងកិច្ចសហប្រតិបត្តិការប្រហែលគ្នានឹង CLV DTA របស់យើងនេះចាហើយមានជាលក្ខណៈខ្លះជាត្រីភាគីខ្លះជាចតុភាគីទៅទៀតចាហើយនៅក្នុងនោះខ្ញុំសូមអនុញ្ញាតលើកនៅការអភិវឌ្ឍ DTA ប្រហែលគ្នាជាដែរគឺជា development triangle growth triangle គេហៅ growth triangle យើងហៅ development triangle ចា growth triangle 2ដែលជាឧទាហរណ៍ធំនៅក្នុងតំបន់តែម្ដងនៅក្នុងនោះមួយគឺជាការសហប្រតិបត្តិការតំបន់ព្រំដែនដូចគ្នាយើងនឹងដែររវាងប្រទេសថៃម៉ាឡេស៊ីហើយនិងឥណ្ឌូនេស៊ីចាហើយនៅក្នុងនោះគឺគេឲ្យឈ្មោះថាជា IMT GT ដែលនៅក្នុងនោះគឺ IMT គឺមានន័យថា Indonesia Malaysia និង Thailand ចា Growth Triangle ដែលនៅក្នុងនេះគឺការមានការរៀបចំឡើងតាំងពីឆ្នាំ1993ម្លេះចាហើយគឺជាកំណត់ខ្លួនផ្ដើមមួយនៅក្នុងអនុតំបន់ដែលអនុញ្ញាតឲ្យមានការតភ្ជាប់គំនិតគឺដូចគ្នានឹងយើងនឹងចាហើយនេះគឺជាឧត្តមមានអវត្តមួយដែលយើងបានយកមកធ្វើការគិតគូរពីព្រោះអីការដែលធ្វើឲ្យកំណើននិងតុល្យភាពកម្រិតនៃការអភិវឌ្ឍដែលដាច់ឆ្ងាយពីគ្នានៅក្នុងតំបន់ដាច់ស្រយាលហើយនិងតំបន់នៅទីក្រុងនេះគឺទិសដៅធំនៅកន្លែងហ្នឹងចាគឺព្យាយាមពង្រួមនៅកម្រិតហ្នឹងចាដល់អញ្ចឹងហើយនៅពេលដែលគាត់ធ្វើការតភ្ជាប់គ្នាចាសេដ្ឋកិច្ចនៅក្នុងនោះគឺคล้ายទៅជាខ្សែច្រវាក់ផលិតកម្មមួយរបស់គេបង្កើននៅភាពតាក់ទាញប្រកួតប្រជែងនៅក្នុងតំបន់ហើយដល់អញ្ចឹងមាននៅក្នុងនោះថាការបង្កើននៅទំហំពាណិជ្ជកម្មរបស់គេក៏ដូចគ្នានឹងការវិនិយោគដែលនាំឲ្យឃើញថាផលិតផលនឹងការនាំចេញពីក្នុងតំបន់ហ្នឹងទៅពិភពលោកនេះមានការកើនឡើងចំពោះប្រទេសទាំង3នោះដែលនៅក្នុងតំបន់ IMT GT នេះ
ហើយតំបន់ទី2ដែលមានកិច្ចសហប្រតិបត្តិការប្រហាក់ប្រហែលគ្នានឹង CLVDTA របស់យើងនេះដែរនេះគេហៅអក្សរកាត់ថាជា IMSGT នៅនោះគឺរវាងប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងសិង្ហបុរីចាហើយនៅក្នុងនេះកិច្ចសហប្រតិបត្តិការនេះក៏ដូចគ្នាដែរចាគឺជាទិសដៅក្នុងការជំរុញអ្វីដែលជាសក្តានុពលតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំង3នេះនៅលើភាពប្រកួតប្រជែងដែលខ្លួនមានចាដូច្នេះហើយវាជាចំណុចឧត្តមវិនិវត្តន៍មួយដែលយើងយកមកមើលឃើញថាក្នុងរយៈពេលដែលគេធ្វើនេះតាំងពី93មួយទៀតរៀបចំនៅឆ្នាំ94ហើយយើងរៀបចំនៅ99នេះចាអញ្ចឹងបានន័យថាគេយូរអង្វែងជាងយើងទៅទៀតចាហើយលទ្ធផលជាវិជ្ជមានរបស់គេនឹងគឺបង្ហាញឃើញនៅលើដីតែម្ដងចាឃើញថាមានការកើនឡើងតែជីវភាពរស់នៅរបស់ប្រជាជនក៏មានការកើនឡើងសន្ទុះនៃសេដ្ឋកិច្ចរបស់គេនៅកន្លែងហ្នឹងក៏មានការកើនឡើងអញ្ចឹងការអភិវឌ្ឍទាំងសង្គមទាំងមិនថាហេដ្ឋារចនាសម្ព័ន្ធរឹងឬក៏ទុនទៅគឺកើនឡើងរួមគ្នាតែម្ដងហើយនេះគឺជាអ្វីដែលយើងឃើញថាគេមិនបានបាត់បង់ទឹកដីរបស់គេទៅណាទេចាមានតែកំណើនសេដ្ឋកិច្ចទៅវិញទេដែលជាផលប្រយោជន៍ដែលទទួលយកជារួមមកវិញអញ្ចឹងនេះគឺជាអ្វីដែល CLVDTA របស់យើងនៅក្នុងគោលបំណងដូចគ្នានោះដែរចានៅក្នុងបុព្វហេតុដូចគ្នានៅក្នុងបេសកកម្មដូចគ្នាដែរគឺថាធ្វើឲ្យតំបន់ដែលដាច់ស្រយាលតំបន់ដែលអភិវឌ្ឍយឺតទៅជាតំបន់ដែលអភិវឌ្ឍទាន់ការទាន់ពេលវេលាហើយទាញយកសក្តានុពលពិសេសរបស់ខ្លួនដោយការតភ្ជាប់សេដ្ឋកិច្ចចាតែអញ្ចឹងគេថាបតកលាជាមួយនឹងការវិនិយោគរៀងៗខ្លួននៅក្នុងប្រទេសដែលមានច្បាប់គ្រប់គ្រងរៀងៗខ្លួនចានេះនៅក្នុងន័យដែលខ្ញុំសូមត្រូវការចែករំលែកអរគុណលោកជំទាវពាក់ព័ន្ធទៅនឹងព័ត៌មានដែលខ្ញុំទទួលបានឃើញថានៅឆ្នាំ2024នេះនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល CLV កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក៏ដូចជាធ្វើជាប្រធាននៅក្នុងកិច្ចប្រជុំហើយបើតាមខ្ញុំចាំមិនខុសទេនឹងធ្វើឡើងនៅរាជធានីភ្នំពេញអញ្ចឹងថាកិច្ចប្រជុំកំពូលនៅឆ្នាំ2024នេះ CLV នេះនឹងលើកយកអ្វីមកជជែកពិភាក្សាដែរបាទចាអរគុណណាកិច្ចប្រជុំកំពូល CLVDTA លើកទី12ដែលក្រុងរៀបចំនៅប្រជាណាចក្រកម្ពុជារបស់យើងនៅចុងឆ្នាំ2024នេះការលើកនេះគឺកម្ពុជាត្រូវទទួលជាម្ចាស់ផ្ទះពីព្រោះខ្ញុំក៏មិនបានជម្រាបលម្អិតពីខាងដើមផងដែរថាកិច្ចប្រជុំរបស់នៅក្នុងកិច្ចសហប្រតិបត្តិការ CLVDTA របស់យើងនេះគឺជាការដែលទទួលធ្វើជាម្ចាស់ផ្ទះការរៀបចំនៃកិច្ចប្រជុំនេះគឺរៀងរាល់2ឆ្នាំម្ដងហើយនៅក្នុងប្រទេសទាំង3នេះគឺបដូរវេនគ្នាចាអញ្ចឹងម្ដងនេះគឺម្ដងវេនកំពូលលើកទី12នេះគឺកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះហើយនៅក្នុងនោះក្រសួងពាណិជ្ជកម្មដែលជាប្រធាននៃគណៈកម្មការសម្របសម្រួលចម្រុះដែលនៅក្នុងគណៈកម្មការសម្របសម្រួលចម្រុះនេះយើងមានអនុគណៈកម្មការដល់ទៅ4ទៀតដើម្បីធ្វើកិច្ចការងារពាក់ព័ន្ធទៅនឹងរឿងហ្នឹងអញ្ចឹងអ្វីដែលសម្ដៅឆ្ពោះទៅកិច្ចប្រជុំកំពូលលើកទី12នេះនៅក្នុងរបៀបវារៈដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនឹងលើកឡើងមកនោះគឺមាននៅថាទី1ចេញអំពីការរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការសម្របសម្រួលចម្រុះលើកទី13ដែលបានរៀបចំឡើងនៅខេត្តឧត្តរនៃប្រទេសឡាវកាលពីខែមិនិនា2024កន្លងទៅនេះដើម្បីជម្រាបជូនទៅប្រមុខដឹកនាំនៃប្រទេសទាំង3ថាការប្រជុំនោះចេញជាលទ្ធផលអ្វីខ្លះនឹងទី1ទី2ក៏នឹងមាននៅការផ្សារភ្ជាប់ឲ្យបានឃើញថាលទ្ធផលនៃការកិច្ចប្រជុំនោះមានអីយើងមាននៅវេទិកាយុវជនដែលរៀបបាន9ដងរួចមកហើយនោះក៏មាននៅការតាំងពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍ក៏មាននៅសន្និសីទស្ដីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគនិងទេសចរណ៍នៅ CLVDTA លើកទី13ផងដែរហើយនៅក្នុងនេះផងដែរចង់បញ្ជាក់ថាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាមនេះចាគឺគ្មានអ្វីកាលពីការតភ្ជាប់សេដ្ឋកិច្ចការបង្កើននៅសកម្មភាពពាណិជ្ជកម្មចាដែលអនុញ្ញាតឲ្យភាពការអភិវឌ្ឍនៅក្នុងតំបន់មួយដែលដាច់ស្រយាលទៅជាតំបន់មួយដែលមានភាពរីកចម្រើនចាមានការតភ្ជាប់មានហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនគ្រប់គ្រាន់មានប្រជាជនរស់នៅដោយពេញលេញសុខសប្បាយចាសុខដុមរមនានៅក្នុងភូមិឃុំរបស់ខ្លួននេះគឺជាអ្វីដែលយើងចង់បានហើយគឺជាការបញ្ជាក់ឲ្យឃើញថាយើងមិនបានបាត់ដីតាណាទេយើងមិនបាត់បង់នៅអធិបតេយ្យរបស់យើងទេប្រទេសនីមួយអនុវត្តច្បាប់នៅក្នុងស្រុករបស់ខ្លួនបាទសូមថ្លែងអំណរគុណលោកជំទាវដែលបានផ្ដល់នៅជាព័ត៌មានក៏ដូចជាខ្លឹមសារយ៉ាងសំខាន់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាមក៏ដូចជាការបង្ហាញជូននូវព័ត៌មានដើម្បីជំរះមន្ទិលសង្ស័យរបស់បងប្អូនប្រជាពលរដ្ឋផងដែរអរគុណបាទទូទាំងជនជាទីគោរពនិងជាទីមេត្រីសម្រាប់កិច្ចពិភាក្សាពិសេសស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាមក៏បានមកដល់ទីបញ្ចប់នៅគណៈពេលនេះខ្ញុំបាទចំណាននិងលោកជំទាវវិក្កាមិនសូមអរគុណនិងសូមគោរពលា